សួស្តីជួបគ្នាទៅហើយមកកាន់វីដេអូនៅក្នុង YouTube Channel នៃគ្រួសាររបស់ខ្ញុំបាទដើមឆ្នាំ2025នេះរៀងស្ងាត់បន្តិចដោយសារជាប់រវល់ការងារអញ្ចឹងមិនសូវមានពេលបានធ្វើវីដេអូឬក៏ធ្វើដំណើរកម្សាន្តទៅតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជាយើងហើយថ្ងៃនេះដែរចង់បង្ហាញបងប្អូនអំពីវីដេអូនៃដំណើរកម្សាន្តរបស់គ្រួសារខ្ញុំបាទទៅកាន់ខេត្តកំពតជាថ្មីម្ដងទៀតនាដើមឆ្នាំ2025នេះបាទឥឡូវយើងបានមកដល់ឆ្នេរអូក្រសាហើយមកទស្សនាព្រៃកោងកាងបន្តិចហើយនឹងឆ្លៀតពេលទិញក្តាមបង្គាមឹកអីដែលនៅទីនោះស្រស់ៗតែម្ដងបាទជាទូទៅឆ្នេរសហគមន៍នេសាទអូក្រសានេះគឺក្រុមគ្រួសារខ្ញុំបាទតែងតែមកបាទដោយសារងាយស្រួលមែនតើក្នុងការទិញម្ហូបសមុទ្រស្រស់ៗហើយនៅទីនោះខាងសហគមន៍គេក៏មានរៀបចំជាកញ្ចុះដូចជាតែ 2-3 ខែមុននេះគេរៀបចំកញ្ចុះបាន 3-4 កញ្ចុះដែរងាយស្រួលសម្រាប់ភ្ញៀវទេសចរយើងក្នុងស្រុកគាត់អាចទិញយកម្ហូបសមុទ្រស្រស់ៗហើយគេស្ងោរឲ្យនៅនោះបានហើយយើងអាចញ៉ាំនៅនៅកញ្ចុះដែលរៀបចំដោយសហគមន៍យើងនៅទីនោះបានបាទដើរនៅលើស្ពានឈើមានព្រៃកោងកាងអមសងខាងពិតជាស្រស់ស្រាយមែនទែនបាទនៅពេលព្រឹកមិនថាព្រឹកឬក៏ថ្ងៃទេយើងដើរទៅមានអារម្មណ៍ថាវាត្រជាក់ម្យ៉ាងដែរហើយស្រស់ស្រាយដែលមានធម្មជាតិនៅជុំវិញតែម្ដងបាទមកលើកនេះរៀងថ្ងៃបន្តិចអញ្ចឹងទឹកវានេះទៅអញ្ចឹងឃើញដូចជាដើរនៅលើដីបរិសាជុំវិញទឹកនេះអស់ហើយកាលពីលើកមុនអេដមីនមកពេលព្រឹកព្រលឹមអញ្ចឹងទឹកនៅជួអញ្ចឹងនៅពេញបាច់ហាចពេញតែម្ដងបាទចម្ងាយផ្លូវនៅលើស្ពាននេះដើរចូលនោះប្រហែលជា 300-400 ម៉ែត្រដែរចូលទៅបាទទៅដល់ខាងចុងនេះបងប្អូនអរគ្នានឹងឃើញមានកញ្ចុះ 2-3 ដែលធ្វើដោយសហគមន៍យើងហើយនៅខាងនោះមានរោងរបស់អ្នកនេសាទរបស់យើងផែរបស់គាត់ហើយគាត់មានតូបមួយដែលគាត់អាចពេលដែលយើងទិញក្តាមទិញបេគាទេគាត់ស្រោះឲ្យយើងនៅទីនោះបាទហើយនៅខាងចុងនៃស្ពានហ្នឹងគេធ្វើរៀងផែធំបន្តិចដែលកន្លែងហ្នឹងជាទូទៅសម្រាប់ក្មេងយុវជនឬក៏អ្នកដែលចូលចិត្តបោះតង់គាត់អាចទៅនឹងហើយគាត់បោះតង់គេងនៅទីយប់នៅទីនោះតែម្ដងនៅពេលយប់បាទ
បាទនៅទីនេះគឺផ្នែកខាងចុងនៃស្ពានហ្នឹងបងប្អូនឃើញស្រាប់គឺទឹកនីកមែនតើធំល្វឹងល្វើយដីតែម្ដងកន្លែងដែលផែនេសាទគាត់ទូគាត់នោះគឺតាមពិតកន្លែងនេះគាត់ចុះចតនៅកន្លែងហ្នឹងតែម្ដងជាផែរបស់គាត់តែម្ដងប៉ុន្តែឥឡូវទឹកនេះចឹងគឺគាត់ចតនៅឆ្ងាយបើយើងមើលបើខ្ញុំមើលពីផែនេះទៅគឺឃើញនៅឆ្ងាយមែនតើបាទក៏ប៉ុន្តែទឹកនឹងចូលមកវិញនៅពេលល្ងាចបន្តិចខាងចោលចូលវាទូចឡើងមកលើចឹងបាទនេះវាស្បោងមួយទៀតមកវាស្បោងមួយបាទនៅពេលដែលទិញម្ហូបបានធ្វើម្ហូបហើយហ្នឹងខាងក្រុមគ្រួសារខ្ញុំក៏អត់បានញ៉ាំនៅលើកញ្ចុះដែលរៀបចំដោយសហគមន៍ទេដោយសារយើងបានចូលទៅហាងនៅ resort ដែលជារបស់ដីឡូនៅក្បែរតំបន់នេសាទហ្នឹងតែមុនពេលយើងបានចូលមកឆ្នេរហ្នឹងអញ្ចឹងហើយយើងកក់ម្ហូបនៅក្នុងខ្លះទៅយើងអង្គុយលេងនៅលើកញ្ចុះនៅនោះតែម្ដងបាទអញ្ចឹងក្រុមគ្រួសារក៏រៀបចំចេញពីឆ្នេរអូកាសានោះហើយមកត្រង់នៅឆ្នេរកោងកាងតែជា3នាក់តែជាដីឡូនេះនៅក្បែរនឹងតំបន់ឆ្នេរអូកាសានេះតែម្ដងបាទអូលំដាណាគេលេងចឹងនេះអោខេតកំពតកំពូលដួងចិនបាទបន្ទាប់ពីយើងញ៉ាំអាហារថ្ងៃត្រង់នៅឆ្នេរកោងកាងក្បែរតំបន់ឆ្នេរសហគមន៍នេសាទអូក្រសារួចមកក្រុមគ្រួសារក៏យើងនៅសល់2ដែរអញ្ចឹងយើងក៏3ភ្លៀងដែរកំពតតំបន់មែនតែតំបន់នេះទៅចំការតែម្ដងបាទទៅចំការអាមេរិកដែលនៅក្បែរនោះដែរប៉ុន្តែមកចំហៀងម្នាក់បើយើងជិះពីផ្លូវជាតិទៅខាងឆ្វេងនិងខាងស្ដាំបាទតំបន់នៅចំការអាមេរិកនេះគឺយើងទៅចំការអាមេរិកដែលមានឈ្មោះថា La Plantation It's raining now ផែធ្វើជាតំបន់គេហៅអេកូទេសចរមួយដែរនៅក្នុងខេត្តកំពតកាលពីពេលមុន admin មករៀងមិនសូវមានការអភិវឌ្ឍច្រើនប៉ុន្តែឥឡូវនេះឃើញគេរៀបចំបានស្អាតល្អណាស់ហើយគេមានជា resort ទៀតផងដែរបាទ La Plantation Eco Resort ហ្នឹងគេបើកទទួលទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទជាទូទៅអ្នកដែលចង់ស្វែងយល់អំពីដំណាំម្រេចគាត់អាចមកធ្វើការទស្សនានៅតំបន់នេះហើយនឹងសាកសួរព័ត៌មានបានបាទកំពតពោពេញលោលេងឡើងថ្មីកែសលោកខ្ចីគប់ចិនដើមសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្តបរិយាកាសនៅទីនេះបាទទាំងបរិស្ថានជុំវិញទាំងទេសភាពហើយនឹងផលិតផលដែលគេដាក់បង្ហាញគឺមានភាពសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តមានភាពតាក់ទាញហើយឥឡូវនេះថែមទាំងមាន resort ហើយនឹងកន្លែងទទួលភ្ញៀវដែលកាលពីមុននេះខ្ញុំមកអត់មានកន្លែងដែលយើងអាចញ៉ាំកាហ្វេឬក៏មើល view ឲ្យបានទេឥឡូវនេះគឺគាត់បានធ្វើអាគារជាលក្ខណៈ restaurant បែប Europe style ដែរមានរង្លក់កាហ្វេដែលយើងភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចអង្គុយសម្រាកនៅទីនោះបានហើយមើលទេសភាពដ៏ស្រស់ស្អាតមានភ្នំហើយនឹងចំការអាមេរិកនៅខាងមុខនេះផងដែរបាទថ្ងៃនេះមិនសូវល្អបន្តិចដោយសារមកចំពេលមានភ្លៀងធ្លាក់ដល់អញ្ចឹងទៅរៀងខ្វេកខ្វាច់បន្តិច
ហើយនៅមិនបានយូរប្រហែលដែរបាទប៉ុន្តែមកអង្គុយលេងបន្តិចហើយក៏រៀបចំចាក់ចេញទៅវិញទៅបាទចំដល់ពេលល្ងាចដែរម៉ោង5អីជាងដែរបាទជានិរន្តរ៍ខ្ញីហើយនឹងផ្លែសកានេះមួយពណ៌សកានេះសមមកនៅរសជាតិយ៉ាងដែរក៏ញ៉ាង5ទៀតឲ្យញ៉ាងតែរសជាតិអត់មានសកានេះទេម៉មដែរនឹង2 10 3 10ស្វឹងអោខេតកំពតកំពូលដួងចិនខ្ញុំសែនអាណិតហើយពិតជាស្មោសុភាកំពតស្លូតបូតរែទាំងជំពែចិនចងពងស្ម័គ្រគ្នាណាកាំងត្រជាប្រៀបបានសំដីអងអែលហរតីឲ្យកើតក្តីស្នេហ៍កំពូលកំពតនៅឥតកែប្រែគុណយូរត់តែឲ្យស្នេហ៍ជាប់ចិនបើឃ្លៀតទាំងស្រមៃអើយក្តីអាល័យតុងភ័យផ្ដេកផ្ដិតគឺជារឿងកម្មប្រចាំជីវិតកំពតដួងចិត្តអាណិតខ្ញុំផងកំពតពោពេញលោលេងឡើងថ្មីកេសរលោកខ្ចីគប់ចិនដាបងថ្ងៃណានឹងបានប្រានបីត្រកងកំពតរៀមសងពងជានិរន្តរ៍កំពតពោពេញលោលេងឡើងថ្មីកេសរលោកខ្ចីគប់ចិនដាបងថ្ងៃណានឹងបានប្រានបីត្រកងកំពតរៀមសងពងជានិរន្តរ៍បាទបន្ទាប់ពីដើរផ្ដិតយករូបភាពនៅក្នុងតំបន់អេកូទេសចរឡាប្លង់តាសុងរួចហើយដល់ពេលល្មមពេលល្ងាចហើយភ្លៀងរាំងបន្តិចដែរក្រុមរដ្ឋាខ្ញុំបាទក៏បានចាក់ចេញពីតំបន់អេកូទេសចរនោះមករកផ្ទះសំណាក់នៅឯខេត្តកំពតវិញនៅទីរួមខេត្តបាទ
បាទយើងមកដល់ផ្ទះសំណាក់ក្រុមគ្រួសារក៏រៀបចំងូតទឹកហើយនឹងរៀបចំអាហារពេលល្ងាចស្រស់ស្រួលអាហារពេលល្ងាចនៅផ្ទះសំណាក់បន្ទាប់មកក៏យើងរៀបចំទៅមើលទឹករាំហើយនឹងសេះសមុទ្របាញ់ទឹកដែលនឹងទស្សនាទិដ្ឋភាពពេលរាត្រីនៃក្រុងខេត្តកំពតបាទវីដេអូ vlog របស់ខ្ញុំបាទសម្រាប់ការដើរកម្សាន្តទស្សនាខេត្តកំពតនៅថ្ងៃទី1នេះសន្មតថាចប់ត្រឹមតែប៉ុណ្ណេះបាទអរគុណពុកម៉ែបងប្អូនជាច្រើនដែលចំណាយពេលវេលាក្នុងការមើលវីដេអូ review អំពីដំណើរកម្សាន្តរបស់ក្រុមគ្រួសារមីននិងការចែករំលែកអំពីតំបន់ទេសចរនានានៅក្នុងស្រុកយើងដែលខ្ញុំគិតថាប្រជាជនយើងអ្នកទេសចរក្នុងស្រុកយើងមួយចំនួនមិនបានស្គាល់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្តនៅតំបន់ទេសចរថ្មីៗប្លែកៗហើយនឹងចែករំលែកអំពីទេសចរនិងទេសភាពធម្មជាតិរបស់ប្រទេសយើងបាទអរគុណសម្រាប់ការទស្សនារបស់ពុកម៉ែបងប្អូនសូមជម្រាបលាបាទ